我现在有空我现在有空lời níខ្ញុំទំនេរណា我现在有空现在ហ្នឹងឥឡូវនេះណា有空ហ្នឹងគឺទំនេរឧទាហរណ៍ថា你现在有空吗តែឥឡូវនេះអ្នកទំនេរទេបើយើងទំនេរយើងថាតែ我有空现在我有空ឥឡូវនេះខ្ញុំទំនេរចង់ធ្វើអីគេចង់ទៅណាប្រាប់មកអូខេយើងនិយាយបន្តខ្លួនឯងណានេះគ្រាន់ជាប្រយោគដែលសិស្សបរៀនទេតោះអ្នកនរគ្នាលើសិស្សអានម្ដងទៀតណា我现在有空អូខេខុងហ្នឹងគឺទំនេរមួយទៀតបើយើងបូកមួយទៀតគេហៅថាតទេណាគ្នាអូខេឧទាហរណ៍ថាគេសួរថាប្រអប់ហ្នឹងដាក់អីគេ这像只是什么东西你打开看看នៅក្នុងប្រអប់ហ្នឹងអីគេឬក៏ក្នុងកេសហ្នឹងអីគេបើកមើលមើលkhông tờ啥都没有តទេស្អាតហ្នឹងអីក៏អត់មានដែរអាហ្នឹងយើងនិយាយចឹងណាអូខេតប្រយោគទី2របស់យើង雨下了一整天雨下了一整天雨ហ្នឹងគឺភ្លៀងអ្នកនរគ្នា雨下了一整天យើងនិយាយលឿនទៅគឺពេលដែលយើងចង់អានលឿនអ្នកនរគ្នាអានមួយសិនណាពីយឺតទៅលឿនណា雨下了一整天អូខេភ្លៀងធ្លាក់ពេញមួយថ្ងៃអញ្ចឹង一整天ហ្នឹងពេញមួយថ្ងៃណាឧទាហរណ៍ថាពេញមួយថ្ងៃហ្នឹងអ្នកលវទៅអីបានតិចអត់លើកអញ្ចឹងណាOK，那你一整天在干啥呢？那个干什么呢？OK，为什么不接电话呢？OK，ហេតុអីបានអត់ទទួលទូរស័ព្ទអញ្ចឹងណា OK តោះអ្នកនរគ្នាយើងរៀននិយាយណាចង់និយាយហើយបើសិនថាយើងចង់ឆាប់ចេះលឿនអ្នកនរគ្នានិយាយខ្មែរលាយចិនឲ្យថាប្រយោគហ្នឹងយើងអាពីមុខនឹងប្រយោគហ្នឹងយើងអត់ចេះចិនទេយើងចេះខ្មែរយើងដាក់ពាក្យខ្មែរទៅហើយយើងនិយាយចិនពីក្រោយទៅណាលាយគ្នាអញ្ចឹងទើបយើងឆាប់ចេះនិយាយតនេះតប្រយោគទី3របស់យើង你想坐下吗你想坐下吗你想坐下吗តែអ្នកចង់អង្គុយទេហ្នឹងហើយឧទាហរណ៍ថាយើងទៅដើរលេងអីចឹងណាកន្លែងហ្នឹងមានតែមួយកន្លែងឯងហើយមិត្តភ័ក្ដិយើងណាគាត់ឈររហូតចឹងណាយើងចង់សួរថាពួកម៉ែចង់អង្គុយអត់នេះស្រាំងជួសែម៉ាបើចង់អង្គុយចាំគ្នាដូរម្ដងអីចឹងណាឲ្យមិត្តភ័ក្ដិយើងអង្គុយម្ដងកែហ្នឹងយើងសួរបែបហ្នឹងតើណាអូខេតោះប្រយោគចុងក្រោយរបស់យើង我会想念你的我会想念你的想念ហ្នឹងគឺនឹករលឹកណាអ្នកនរខ្ញុំនឹងនឹកដល់អ្នកអូខេបកបែបហ្នឹងណាបើសិនថាទៅហើយកុំភ្លេចនឹកខ្ញុំផងណាយើងនិយាយថាអូហួយស្រាំងនេះនេះតើខ្ញុំនឹងនឹកដល់អ្នកមិនភ័យទេណាអូខេនេះគ្រាន់តែជាការដែលយើងចង់ឲ្យបុគ្គលផ្សេងទៀតគេនឹករលឹកយើងកុំភ្លេចអីចឹងណាអូខេដូចបងប្អូនចឹងកុំភ្លេចលាស៊ឺផងអ្នកនរគ្នាណានឹករលឹកដល់លាស៊ឺផងបើសិនជាថាសិស្សខ្លះដែលបានជួបលាស៊ឺនៅខាងក្រៅហើយហៅផងលាស៊ឺអត់ស្គាល់ទេអ្នកនរគ្នាស្គាល់លាស៊ឺហៅផងណាអូខេតាមជួបគ្នាវីដេអូក្រោយទៀតអ្នកនរគ្នាបើសិនចង់រៀនកុំភ្លេចឆាតមកលាស៊ឺណាអូខេបាយបាយ